ខ្ញុំជឿថាអ្នកទាំងអស់គ្នាកំពុងតែជួបបញ្ហាជាច្រើនឬក៏ជួបឧបសគ្គជាច្រើននៅក្នុងឆ្នាំ2025ហើយវាបានបន្សល់ទុកស្លាកស្នាមមួយចំនួនដែលធ្វើឲ្យយើងនឹងត្រូវប្រឈមមុខនៅក្នុងឆ្នាំថ្មីនេះហើយបើសិនជាអ្នកគឺជាមនុស្សម្នាក់នៅក្នុងចំណោមមនុស្សដែលកំពុងតែបាត់បង់ការងារបាត់បង់ប្រាក់ចំណូលឬក៏គ្មានទីរំពឹងអ្វីមួយនៅក្នុងកលៈទេសៈបច្ចុប្បន្ននេះគឺជាវីដេអូដែលបង្ហាញអ្នកពី5ចំណុចដែលអ្នកគួរធ្វើក្រោយពេលដែលអ្នកបាត់បង់ការងារឬក៏បាត់បង់ប្រាក់ចំណូលចំណុចទី1បង្កើតទម្លាប់សម្រាប់ខ្លួនឯងខ្ញុំជឿថានៅពេលដែលយើងធ្វើការឲ្យគេរយៈពេល8ម៉ោងឬក៏បង្កើតអាជីវកម្មខ្លួនឯងយើងប្រកាសជាមានការបំពេញតួនាទីឬក៏ការទទួលខុសត្រូវរបស់យើងបានមកចត់ទេប៉ុន្តែឥឡូវហ្នឹងយើងបែរជាអត់មានអីទាំងអស់អត់មានការងារធ្វើទាំងអស់តើយើងគួរតែចាយពេល8ម៉ោងហ្នឹងទៅលើអ្វីជាទូទៅយើងគួរតែបង្កើតទម្លាប់មួយសម្រាប់ខ្លួនឯងនៅក្នុងរយៈពេល8ម៉ោងហ្នឹងសម្រាប់ធ្វើអីដើម្បីខ្លួនឯងបានអត់អញ្ចឹងនេះគឺជាឱកាសល្អសម្រាប់យើងឯងនៅក្នុងការចាប់ដើមសារឡើងវិញក៏ដូចជាទីផ្សារសង្គមឬក៏ប្រទេសរបស់យើងនឹងកំពុងតែចាប់ដើមឡើងវិញដូចគ្នាអញ្ចឹងយើងអាចឆក់ឱកាសមួយនេះនៅក្នុងការបង្កើតទម្លាប់មួយសម្រាប់ខ្លួនឯងនៅដើម្បីសរសេរជាផែនការជាក្តីសម័យជាជំហាននៃដំណើរទៅកាន់ក្តីសម័យរបស់អ្នកបានអត់ចំណុចទី2ការគ្រប់គ្រងហិរញ្ញវត្ថុកាលពីមុនយើងមានការងារយើងមានអាជីវកម្មអញ្ចឹងយើងមានប្រាក់ចំណូលដែលស្ថិរភាពមួយសម្រាប់យើងនៅក្នុងការចាយវាយប៉ុន្តែបច្ចុប្បន្នបើសិនជាយើងអត់មានការងារធ្វើទេលុយគឺសំខាន់ជាងអ្វីទាំងអស់ហើយវាពិតជាពិបាកនៅក្នុងពេលដែលយើងអត់មានការងារធ្វើនឹងអញ្ចឹងមុននឹងខ្ញុំសម្រេចចិត្តបោះបង់ការងាររបស់ខ្ញុំអត់មានប្រាក់ចំណូលដូចគ្នាតើខ្ញុំឥឡូវហ្នឹងគួរគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្ញុំដោយរបៀបម៉េចបច្ចុប្បន្នខ្ញុំកំពុងតែចាយវាទៅលើប្រាក់ដែលកំពុងសន្សំបូករួមជាមួយនឹងប្រាក់ពេលមានអាសន្នអញ្ចឹងប្រាក់ទាំងហ្នឹងគឺខ្ញុំដាក់កំហិតខ្លួនឯងនៅក្នុងការចាយវានៅក្នុងរយៈពេលដ៏ខ្លីមួយឧទាហរណ៍ថាបើសិនជាខ្ញុំចង់ដើរទៅរកក្តីសម័យរបស់ខ្ញុំនៅក្នុងរយៈពេល3ខែតើខ្ញុំអាចធ្វើវាជោគជ័យជាមួយនឹងប្រាក់សន្សំនិងប្រាក់ពេលមានអាសន្នរបស់ខ្ញុំនឹងតើខ្ញុំអាចចាយវាទៅដល់រយៈពេល3ខែនឹងអត់ប្រកាសថាវាពិតជាអាចបើសិនជាខ្ញុំបានរៀបចំគម្រោងមួយនឹងហើយខ្ញុំបានចំ prepare ខ្លួនឯងនៅមុនពេលដែលខ្ញុំដឹងថាថ្ងៃខាងមុខខ្ញុំនឹងបាត់បង់ការងារហើយអញ្ចឹងខ្ញុំប្រកាសចិត្តថាការសន្សំរបស់ខ្ញុំនឹងគឺអាចការ៉ង់ទីបានថា3ខែខាងមុខគឺខ្ញុំមានសុវត្ថិភាពនៅក្នុងការចាយវាយប៉ុន្តែសុវត្ថិភាពនៅក្នុងការចាយវាយនឹងគឺយ៉ាងម៉េចគឺយើងចាយត្បិតត្បៀតយើងចាយអ្វីដែលជាចាំបាច់ហើយខ្ញុំតែងរំលឹកខ្លួនឯងនិងលើកទឹកចិត្តខ្លួនឯងជានិច្ចថានៅក្នុងរយៈពេល3ខែហ្នឹងបើសិនណាខ្ញុំអាចចាយវាយទាំងហ្នឹងនៅក្នុងរយៈពេលដ៏ខ្លីហើយវាមានប្រសិទ្ធភាពហើយក្តីសម័យខ្ញុំនឹងខ្លាចជាជោគជ័យអញ្ចឹងខ្ញុំរំលឹកខ្លួនឯងថានៅថ្ងៃខាងមុខគឺហិរញ្ញវត្ថុរបស់ខ្ញុំនឹងវានឹងប្រសើរឡើងជាមិនខានបើសិនជាខ្ញុំអាចគ្រប់គ្រងវានៅក្នុងរយៈពេលដ៏ខ្លីនឹងដែរចំណុចទី3យល់ពីតម្លៃខ្លួនឯងពីមុនយើងគិតថានៅពេលដែលយើងមានការងារឬក៏អាជីវកម្មខ្លួនឯងយើងគិតថាវាគឺជាអ្វីមួយដែលជារបស់ខ្លួនឯងនៅពេលដែលយើងធ្វើបានអីមួយដែលជាសមិទ្ធផលអញ្ចឹងយើងយកសមិទ្ធផលស្មើនឹងតម្លៃរបស់ខ្លួនឯងដែលជាប្រាក់ខែដែលគេឲ្យយើងឬក៏ជាប្រាក់ចំណូលដែលយើងទទួលបានតែនៅពេលបច្ចុប្បន្ននៅពេលដែលយើងអត់មានការងារធ្វើយើងអត់មានប្រាក់ចំណូលយើងគិតថាខ្លួនឯងអត់មានតម្លៃប៉ុន្តែការដែលគិតបែបហ្នឹងគឺខុសតម្លៃរបស់យើងគឺមានហើយគឺជាសមិទ្ធផលដែលអ្នកបានកសាងនៅក្នុងការងារដែលកន្លងទៅនឹងអញ្ចឹងតើអ្នកអាចផ្លាស់ប្ដូរការគិតបែបហ្នឹងដោយគិតថាបើសិនជាយើងធ្វើការឲ្យគេយើងមានគម្រោងមួយចំនួនដែលយើងធ្វើបានជោគជ័យឲ្យទៅក្រុមហ៊ុនទាំងហ្នឹងចុះមូលហេតុអីនៅពេលដែលយើងនៅម្នាក់ឯងយើងអាចធ្វើអីដែលជាគម្រោងដែលមានឈ្មោះខ្លួនឯងហើយធ្វើឲ្យវាបានជោគជ័យដែលជាសមិទ្ធផលរបស់ខ្លួនឯងវិញបានអត់អញ្ចឹងនេះគឺជាអ្វីដែលលើកទឹកចិត្តយើងដូចគ្នានៅក្នុងពេលបច្ចុប្បន្នហើយយើងគួរតែឲ្យតម្លៃខ្លួនឯងជាងគេឲ្យតម្លៃយើងពីព្រោះថាខ្ញុំជឿថានៅក្នុងពេលបច្ចុប្បន្ននេះបើសិនជាយើងឆ្លើយប្រាប់គេថាយើងអត់មានការងារធ្វើ
គេប្រកាសជាគិតថាយើងអត់មានអ្វីមួយដែលជាសមត្ថភាពដែលក្រុមហ៊ុនទូទៅដែលគេត្រូវការយើងមែនហើយសម្លេងទាំងហ្នឹងតែងតែរំខានចេញពីក្រុមហ៊ុនចាស់ឬក៏រួមការងារមិត្តភ័ក្តិឬក៏អ្នកជិតខាងយើងប្រកាសជាផ្ដល់នៅសម្លេងរំខានទាំងហ្នឹងហើយវានឹងប៉ះពាល់អារម្មណ៍ផ្លូវចិត្តរបស់អ្នកប៉ុន្តែខ្ញុំជឿថាគ្មាននរណាដែលស្គាល់ពីតម្លៃខ្លួនឯងជាងខ្លួនយើងផ្ទាល់ទេអញ្ចឹងយើងត្រូវដឹងថាខ្លួនឯងជានរណាចំណុចខ្លាំងរបស់យើងនឹងគឺជាអីហើយអាសមិទ្ធផលដែលយើងធ្វើមកដល់សប្តាហ៍ថ្ងៃនេះគឺជាតម្លៃរបស់យើងនឹងឯងអញ្ចឹងយើងអត់ចាំបាច់ត្រូវបរិយាយប្រាប់ណាគេយើងអត់ចាំបាច់រកខុសត្រូវយើងអត់ចាំបាច់ឆ្លោះប្រកែកជាមួយនរណាគេដើម្បីតថ្លៃទៅលើតម្លៃរបស់យើងទេមានតែយើងខ្លួនឯងទេដែលយើងអាចឲ្យតម្លៃខ្លួនឯងហើយត្រូវប្រកបចិត្តថានៅក្នុងរយៈពេលដែលយើងអត់មានការងារធ្វើហើយយើងបកមកធ្វើគម្រោងរបស់ខ្លួនឯងនេះតើនៅពេលដែលយើងទទួលបានសមិទ្ធផលយើងប្រកាសជាបាសក្នុងចិត្តកាន់តែខ្លាំងថាតម្លៃរបស់យើងគឺស្ថិតទៅលើភាពជោគជ័យរបស់យើងដែលយើងធ្វើឲ្យខ្លួនឯងនឹងឯងចំណុចទី4ដាក់កំហិតទៅលើខ្លួនឯងការដាក់កំហិតទៅលើខ្លួនឯងវាដូចទៅនឹងកន្លែងធ្វើការឬក៏អាជីវកម្មនឹងផ្ដោតសម្ពាធឲ្យយើងនៅក្នុងការធ្វើអីមួយដើម្បីឲ្យបានជោគជ័យចឹងអញ្ចឹងហេតុអីក៏យើងមិនដាក់កំហិតទៅលើខ្លួនឯងដឹកនាំខ្លួនឯងដើម្បីទៅរកភាពជោគជ័យរបស់យើងនឹងវិញដែលជាក្តីសប្បាយរបស់ខ្លួនអញ្ចឹងការដែលដាក់កំហិតទៅលើខ្លួនឯងនេះខ្ញុំជឿថាមនុស្សបច្ចុប្បន្នម្នាក់កំពុងតែចង់បានជីវិតដែលមានស្ថិរភាពប៉ុន្តែជីវិតរបស់យើងវាអត់ដែលផ្ដល់ឲ្យយើងទៅតាមអីដែលយើងចង់បានភ្លាមទេវាធ្វើឲ្យយើងនឹងតែងតែពិបាកបើកាលណាយើងមានលុយតែយើងអត់មានផ្លូវចិត្តល្អបើកាលណាយើងមានផ្លូវចិត្តល្អតែយើងអត់មានអីទាំងអស់ហើយពេលខ្លះមានលុយដែរមានកំណត់ដែរតែអត់មានលុយវិញអញ្ចឹងគឺអីទាំងអស់គឺយើងត្រូវថ្លឹងថ្លែងថាតើនៅក្នុងពេលបច្ចុប្បន្នហ្នឹងយើងត្រូវចង់បានអីពិតប្រាកដសម្រាប់ខ្លួនឯងតែអ្វីដែលសំខាន់គឺយើងត្រូវច្បាស់ថាទោះអាយុតិចឬក៏ច្រើនក៏ដោយគឺអត់យឺតពេលទេហើយទាំងដែលយើងអត់ដឹងថាពេលណាយើងថាយើងអត់ទៀងផងអញ្ចឹងយើងត្រូវតែធ្វើអីដែលយើងស្រឡាញ់ហើយស្រឡាញ់អីដែលយើងកំពុងធ្វើទើបយើងអត់ស្ដាយក្រោយហើយបើកាលណាយើងពេញចិត្តទៅលើអ្វីដែលយើងកំពុងតែធ្វើនឹងហើយការភាពហត់នឿយភាពពិបាកចិត្តឬក៏ការធុញថប់អារម្មណ៍នៅពាក់ព័ន្ធទៅលើផ្លូវចិត្តរបស់យើងហ្នឹងវាអត់សូវមានទេនៅពេលណាដែលយើងគិតថាការងារហ្នឹងគឺយើងកំពុងតែពេញស្រឡាញ់ឯងអញ្ចឹងយើងដាក់កំហិតទៅលើខ្លួនឯងនៅក្នុងរយៈពេលណាមួយដែលអ្នកគិតថាអ្នកអាចនឹងធ្វើឲ្យវាបានជោគជ័យនោះស្ថិរភាពវានឹងមកតាមក្រោយចំណុចទី5កត់ត្រាខ្សែជីវិតការកត់ត្រាខ្សែជីវិតរបស់យើងហ្នឹងគឺមានបែបផែនខុសៗគ្នាអ្នកខ្លះក៏ចូលចិត្តទៅសេអ្នកខ្លះក៏ចូលចិត្តថតសលេងអ្នកខ្លះទៀតក៏ចូលចិត្តថតវីដេអូខ្លួនឯងបកមកការគិតបន្តិចដោយសារតែឥឡូវហ្នឹងយើងកំពុងតែធ្វើការងារឲ្យខ្លួនឯងយើងមិនមែនជាបុគ្គលឬក៏ជាបុគ្គលិកណាដែលកំពុងតែបំពេញការងារដែលជាគោលដៅរបស់ក្រុមហ៊ុនណាមួយទៀតទេគឺយើងកំពុងតែបំពេញការងារដើម្បីគោលដៅរបស់ខ្លួនឯងអញ្ចឹងយើងត្រូវទីពឹងខ្លួនឯងហើយខ្ញុំជឿជាក់ថានៅក្នុងពេលបច្ចុប្បន្នហ្នឹងនៅក្នុងថ្ងៃណាមួយនេះពេលខាងមុខនៅពេលដែលអ្នកកំពុងតែដើរទៅកាន់ក្តីស្រមៃរបស់អ្នកខ្ញុំជឿថាប្រកាសជាមានពេលវេលាមួយចំនួនដែលអ្នកគិតច្រើន stress ពិបាកចិត្តហើយគិតទៅលើរឿងណាដែលមិនទាន់កើតឡើងរឿងណាដែលអ្នកព្រួយបារម្ភគិតទៅលើរឿងណាដែលធ្វើឲ្យអ្នកមានគំនិតមិនប្រក្រតីអវិជ្ជមានមួយចំនួនទៅលើទង្វើរបស់ខ្លួនឯងសពថ្ងៃអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាកត់ត្រាទុកទៅលើអ្វីដែលអ្នកកំពុងគិតកំពុង stress កំពុងពិបាកចិត្តហ្នឹងហើយច្បាច់ទៅយកចំណុចណាដែលល្អយកមកអនុវត្តជាក់ស្ដែងមកធ្វើឲ្យវាប្រសើរឬក៏ចំណុចណាល្អដែលអ្នកយកមកសម្រេចចិត្តអញ្ចឹងជាងការគិតទាំងអស់ហ្នឹងវាហោះពេញក្បាលរបស់យើងហ្នឹងហើយយើងមិនប្រកបចិត្តថាមួយណាអញ្ចឹងអាការគិតហ្នឹងវានឹងភិតវានឹងកើតឡើងម្ដងហើយម្ដងទៀតនៅក្នុងខួរក្បាលរបស់អ្នកដែលធ្វើឲ្យអ្នកហ្នឹងអត់មានពេលសម្រាប់ខួរក្បាលហើយធ្វើឲ្យអ្នកហ្នឹងកើតជាជំងឺដែរគេមិនលក់គិតច្រើន stress ពិបាកចិត្តទាំងអស់ហ្នឹងអញ្ចឹងជៀសវាងនៅក្នុងឡុងពេលដែលយើងកំពុងតែដាក់កំហិតខ្លួនឯងនៅក្នុងរយៈពេលខ្លីដើម្បីធ្វើឲ្យក្តីស្រមៃខ្លួនឯងខ្លាចជាការពិតអញ្ចឹងចូលជៀសវាងរឿងទាំងអស់ហ្នឹងដើម្បីធ្វើវាប្រសើរ
គឺយើងត្រូវកត់តាទុកទាំងអស់ហ្នឹងហើយលុបបំបត្តិរាល់ការគិតដែលហោះពេញខួរក្បាលហ្នឹងចូលទៅក្នុងសភៅឲ្យវាកប់ចោលចុះហើយដូចនិយាយដែរអញ្ចឹងច្បិចតែរបស់ណាដែលល្អយកមកអនុវត្តជាក់អញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាអនុវត្តមួយហើយសឹមដូចដែលខ្ញុំកំពុងធ្វើដូចគ្នា